คนชี้មាន3ដំណាក់កាលដំណាក់កាលក្តៅខ្លួនដំណាក់កាលត្រជាក់ខ្លួនហើយនិងដំណាក់កាលជាតើគ្រុនឈាមមានប្រមាណដំណាក់កាលគ្រុនឈាមមាន3ដំណាក់កាលដំណាក់កាលក្តៅខ្លួនគេហៅថា febrile fast ហ្នឹងអ្នកជំងឺក្តៅខ្លួនអាចចន្លោះពី2ទៅ7ថ្ងៃហើយដែលយើងជួបជាទូទៅហ្នឹងអាចចន្លោះពី3ទៅ4ថ្ងៃហើយពេលហ្នឹងហើយគឺជាពេលដែលអ្នកជំងឺគាត់តូចតែថាឈឺគាត់ក្តៅខ្លួនខ្លាំងអាចមានរោគសញ្ញាឈឺជំវិញវងភ្នែកឬក៏ឈឺសាច់ដុំឬក៏ឈឺសន្លាក់ឬក៏អ្នកជំងឺខ្លះហ្នឹងគាត់ហូបអត់បានទេគាត់អាចមានចុកពោះគាត់អាចមានក្អួតចង្អោរឬក៏អាចមានរាគប៉ុន្តែពីដំណាក់កាលក្តៅខ្លួនហ្នឹងហើយវាចូលដល់ដំណាក់កាលមួយទៀតគឺដំណាក់កាលត្រជាក់ខ្លួនព្រោះដំណាក់កាលត្រជាក់ខ្លួនហ្នឹងវាអាចចន្លោះពី24ទៅ48ម៉ោងហើយនៅពេលដែលត្រជាក់ខ្លួនដែលឆ្លាស់ពីដំណាក់កាលក្តៅមកដំណាក់កាលត្រជាក់ហ្នឹងគឺអ្នកជំងឺគាត់អាចមានការប្រែប្រួលច្រើនជាងដំណាក់កាល